អ្នកមានដឹងអត់ថាពណ៌គឺដើរតួសំខាន់មែនតើសម្រាប់ម៉ាកឬក៏ brand សាកសម័យមើលបើសិនជា logo Facebook ទៅជាពណ៌ក្រហមឬក៏ Coca-Cola ប្រើពណ៌ខៀវទៅវិញអ្នកនរគ្នាមើលទៅគឺអត់តំណងហ្មងត្រូវអត់នេះគឺជារបៀបនៃការប្រើពណ៌របស់ម៉ាកឬក៏ brand ដើម្បីបង្ហាញពីសារទៅកាន់មនុស្សអញ្ចឹងពណ៌ក៏ដើរតួសំខាន់មួយដែរសម្រាប់ brand ឬក៏ម៉ាកយីហោរបស់លោកអ្នកអញ្ចឹងអ្នកក៏ត្រូវតែប្រកាសដែរថាម៉ាកយីហោឬក៏ brand របស់លោកអ្នកគឺមានពណ៌ដែលត្រឹមត្រូវពណ៌ខៀវគឺតំណាងឲ្យភាពជឿជាក់សុវត្ថិភាពនិងភាពស្មោះត្រង់ពណ៌បៃតងគឺជាពណ៌លូតលាស់អ្វីដែលធម្មជាតិនិងភាពសុខដុមរមនាពណ៌ក្រហមគឺបង្ហាញពីធម៌ពលអ្វីដែលរំភើបនិងភាពក្លាហានពណ៌ផ្កាឈូកគឺបង្ហាញនៅភាពជាស្ត្រីការយកចិត្តទុកដាក់នៅអ្វីដែលសប្បាយពណ៌ទឹកក្រូចគឺជាភាពក្លាហានទំនុកចិត្តនិងភាពជោគជ័យពណ៌លឿងគឺជាសុភមង្គលភាពរីករាយនិងក្តីសង្ឃឹមពណ៌ស្វាយគឺតំណាងឲ្យភាពឆ្លាតវៃមហិច្ឆតានិងភាពច្នៃប្រឌិតពណ៌មាសវិញគឺតំណាងឲ្យភាពប្រណិតភាពអស្ចារ្យនិងធម៌ពលពណ៌ប្រផេះគឺសម្រាប់ភាពចាស់ទុំ classic បែបបុរាណនិងស្ថិរភាពពណ៌សគឺសម្រាប់ភាពបរិសុទ្ធសន្តិភាពនិងភាពស្អាតស្អំហើយពណ៌ខ្មៅគឺបង្ហាញនូវភាពថ្លៃថ្នូរនិងសិទ្ធិអំណាចសារថ្មីមួយទៀតក៏កើតឡើងដែរនៅពេលដែលអ្នកផ្សំពណ៌ផ្សេងចូលគ្នាដូចជា Pepsi ដែលប្រើពណ៌ក្រហមនិងខៀវដើម្បីបង្ហាញពីសារនៅភាពជឿជាក់ធម៌ពលនិងអំពីកីឡាផងដែរអញ្ចឹង logo ឬក៏ brand របស់អ្នកនរគ្នាប្រើត្រឹមត្រូវហើយឬនៅ like បើសិនជាអ្នកនរគ្នាចូលចិត្តវីដេអូមួយនេះហើយកុំភ្លេច comment ពណ៌នៃ brand ដែលអ្នកស្គាល់ផងហើយកុំភ្លេច follow ដើម្បីវីដេអូចំណេះដឹងផ្សេងទៀត